លោកអុកញ៉ាជាតង្ហួរបានថ្លែងថាថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលលោកបានសហការជាមួយអ្នកនិពន្ធដ៏ល្បីនៅស្រុកខ្មែរគឺលោកទឹមម៉ានីដោយលោកបានសរសេរសៀវភៅបានចំនួន342ចំណងជើងរួចមកហើយដើម្បីធ្វើការគាស់រំលើងស្នាដៃនិពន្ធពីបុរាណទាំងអស់មកវិញព្រោះថាបើលោកមិនធ្វើក្នុងពេលនេះទេរយៈពេល10-20ឆ្នាំទៅមុខទៀតសៀវភៅជាច្រើននឹងត្រូវកប់ទុកចោលលោកអុកញ៉ាអះអាងថាលោកនឹងគាស់ស្នាដៃរបស់អ្នកនិពន្ធខ្មែរចាស់ៗនៅក្នុងប្រទេសកម្ពុជាទាំងអស់សៀវភៅគាត់មានប៉ុន្មានលានក្បាលក៏ដោយលោកនឹងគាស់យកមកទាំងអស់ដោយផលិតសៀវភៅទាំងអស់នោះមកវិញដើម្បីរក្សាស្នាដៃចាស់ពីបុរាណកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយលោកអុកញ៉ាបន្ថែមថាមិនត្រឹមតែប៉ុណ្ណឹងទេនៅថ្ងៃក្រោយលោកនឹងបកជាភាសាបរទេសទៀតដើម្បីយកទៅតម្កល់នៅបណ្ណាល័យជាតិនៅក្រៅប្រទេសដោយដែលលោកបានធ្វើសប្តាហ៍ថ្ងៃនេះលោកអុកញ៉ាវ័យក្មេងជាតង្ហួរបានថ្លែងបែបនេះក្នុងឱកាសសម្ពោធសៀវភៅផែនទីជីវិតដែលជាស្នាដៃរបស់ខ្លួននៅអគារ L192 ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញលោកបញ្ជាក់ថាសប្តាហ៍ថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅ72ប្រទេសនៅលើពិភពលោកខែក្រោយខ្ញុំនឹងធ្វើដំណើរបន្តទៀតធ្វើយ៉ាងណាមុនអាយុ30ឆ្នាំដើរឲ្យបាន100ប្រទេសនៅលើពិភពលោកគោលដៅលោកអុកញ៉ាធំជាងគេបំផុតគឺចង់យកស្នាដៃខ្មែរសៀវភៅខ្មែរទៅតម្កល់នៅបណ្ណាល័យជាតិនៃបណ្ដាប្រទេសនៅលើពិភពលោកនេះជាអ្វីដែលជនជាតិខ្មែរយើងមានមោទនភាពពេលវេលានេះគឺជាពេលដែលយើងចាប់ផ្ដើមគាស់នៅស្នាដៃអ្នកនិពន្ធពីបុរាណហើយចាប់ផ្ដើមបំផុសគំនិតក្នុងការអានការចាប់ផ្ដើមជាច្រើនទៀតនឹងលេចរូបភាពមកប្រជាជនយើងចាប់ផ្ដើមស្រឡាញ់សៀវភៅនៅពេលនោះប្រជាជននឹងកើនឡើងនៅចំណេះដឹងដែលធ្វើឲ្យបញ្ហាអវិជ្ជមានជាច្រើននៅក្នុងសង្គមត្រូវបានកាត់បន្ថយហើយស្ថានភាពប្រជាជនមានការរីកចម្រើនដែលយើងអាចប្រកួតប្រជែងជាមួយនឹងបរទេសបានតែបើសិនជាប្រជាជនយើងអត់មានចំណេះដឹងយើងពិបាកប្រកួតប្រជែងជាមួយគេព្រោះថាចំណេះដឹងគឺជាទ្រព្យហើយក៏ជាឫសនៃការចាប់ផ្ដើមឲ្យមានការរីកចម្រើននៅក្នុងជីវិតសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិយើងនៅពេលដែលប្រជាជនយើងមានចំណេះដឹងច្រើនយើងរកស៊ីអ្វីក៏មិនងាយចាញ់បោកគេទេព្រោះយើងធ្វើសកម្មភាពអ្វីមួយយើងនឹងដឹងថានោះគឺខុសឬក៏ត្រូវព្រោះយើងមានបញ្ញាដោយសារយើងបានឆ្លងកាត់ការអានឆ្លងកាត់ការគិតការវិភាគជាក់ស្ដែងលោកអុកញ៉ាជាតង្ហួរលើកឡើងថាសៀវភៅផែនទីជីវិតដែលដាក់សម្ពោធនាពេលនេះគឺជាស្នាដៃទី1ក្នុងការគាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរហើយនៅមានសៀវភៅជាច្រើនរាប់សែនក្បាលទៀតដែលនឹងត្រូវបោះពុម្ពផ្សាយនៅពេលអនាគតក្រោយពីការចាប់ផ្ដើមចេញផ្សាយសៀវភៅទី1នេះលោកនឹងចេញផ្សាយសៀវភៅរបស់លោកគ្រូទឹមម៉ានីជាច្រើនក្បាលទៀតដែលជាស្នាដៃនិពន្ធតាំងពីឆ្នាំ1970ប្លាយនឹងត្រូវផ្សព្វផ្សាយជាសាធារណៈមានបងប្អូនខ្មែរជាច្រើនដែលមិនដែលបានអានបានស្គាល់ពីអត្ថន័យទឹកដៃអ្នកនិពន្ធចាស់ពីបុរាណយើងមិនចង់ឲ្យប្រជាជនយើងវក់ជាមួយ Facebook TikTok វក់ជាមួយបណ្ដាញសង្គមដែលឥតប្រយោជន៍មួយថ្ងៃធ្វើតែរឿងឥតប្រយោជន៍យើងសំខាន់ចង់ឲ្យគាត់ផ្ដោតទៅលើរឿងមានប្រយោជន៍បើគាត់លេងបណ្ដាញសង្គមរកចំណូលមានប្រយោជន៍ជារឿងល្អតែបើលេងគ្មានប្រយោជន៍វាមិនត្រឹមត្រូវទេលោកអុកញ៉ាសូមឲ្យអ្នកចូលរួមទាំងអស់ជួយផ្សព្វផ្សាយកម្មវិធីគាស់ព្រលឹងស្នាដៃអ្នកនិពន្ធខ្មែរឲ្យមានព្រលឹងរស់ឡើងវិញជួយផ្សព្វផ្សាយពីសៀវភៅពីអ្នកនិពន្ធខ្មែរសម័យមុនព្រោះមានអ្នកនិពន្ធខ្មែរមួយចំនួនបានសរសេរសៀវភៅជាច្រើនតែពួកគាត់មិនបានបញ្ចេញស្នាដៃដោយសារពុំមានទុន